ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អាននៅក្នុងថ្ងៃនេះដែរគឺខ្ញុំនឹងលើកយកជំនួបរវាងកីឡាករធុនមីហុងដែលត្រូវប៉ះគ្នាជាមួយនឹងកីឡាករពេជ្រសម្បត្តិដើម្បីយកមកវិភាគចែកជូនបងប្អូនទាំងអស់គ្នាអញ្ចឹងចំពោះសមត្ថភាពរបស់កីឡាករធុនមីហុងនិយាយថាមួយរយៈកន្លងមកនេះគឺគាត់កំពុងតែឡើងខ្លាំងហើយដៃរបស់គាត់ក៏មិនចាញ់ពេជ្រសម្បត្តិដែរកម្លាំងដៃរបស់គាត់ចំពោះការវាយចេញរបស់ធុនមីហុងគឺគាត់វាយចេញទៅល្អត្រង់ច្បាស់ធ្ងន់បើយើងនិយាយពីភាពធន់របស់គាត់គឺគួរសមហើយមួយរយៈកន្លងមកនេះគឺគាត់បានឈ្នះលំដាប់ជាច្រើនដែរដូចជាកីឡាករខាំគុនខ្លាហើយនិងកីឡាករហុងសវណ្ណចាស់សុធីអញ្ចឹងចំពោះសមត្ថភាពរបស់គាត់គឺគាត់ល្អរាងកាយគាត់ក៏ល្អដែរបើប្រៀបធៀបកម្លាំងដៃរបស់គាត់ជាមួយនឹងកីឡាករពេជ្រសម្បត្តិគឺប្រហាក់ប្រហែលគ្នាអ្វីដែលធុនមីហុងស្ទើរគឺភាពធន់គឺអត់ដល់ពេជ្រសម្បត្តិទេចំពោះការចេញអាវុធដូចជាជង្គង់ដូចជាជើងគឺគាត់ចេញច្រើនជាងពេជ្រសម្បត្តិអញ្ចឹងឥឡូវយើងមកវិភាគទៅលើកីឡាករពេជ្រសម្បត្តិម្ដងចំពោះកីឡាករពេជ្រសម្បត្តិយើងដឹងហើយថាគឺជាកីឡាករដែលស្វិតតាន់ដែលគេឲ្យរហស្សនាមថាក្របីព្រែកពេជ្រសម្បត្តិកីឡាករពេជ្រសម្បត្តិគឺល្អទៅលើដៃគឺដៃគាត់ល្អហើយចំពោះចំណុចពិសេសរបស់កីឡាករពេជ្រសម្បត្តិគឺយើងបានដឹងហើយភាពធន់របស់គាត់គឺវាយមិនងាយស្រុតទេហើយបើចំពោះការចាប់វាយជង្គង់ក៏ដូចជាទាត់គឺពេជ្រសម្បត្តិអត់មានទេប៉ុន្តែយើងដឹងហើយអំពីសមត្ថភាពរបស់គាត់គឺគាត់ធ្លាប់ឈ្នះលំដាប់ A នៅប្រទេសកម្ពុជាច្រើនហើយបរទេសក៏គាត់ធ្លាប់ឈ្នះច្រើនដោយសារតែកណ្ដាប់ដៃនិងភាពធន់របស់គាត់ហើយអ្វីដែលសំខាន់គឺការប្រកួតនេះគឺជាការប្រកួតកងចេញម្រាមអញ្ចឹងយើងដឹងហើយថាសមត្ថភាពរបស់កីឡាករពេជ្រសម្បត្តិកងចេញម្រាមនេះគឺគាត់ជំនាញរបស់គាត់ហើយបើចំពោះធុនមីហុងវិញគឺគាត់នៅមានបទពិសោធន៍ស្ទើរយើងបបពិសោធន៍គឺពេជ្រសម្បត្តិ grade A ចំពោះធុនមីហុងវិញគឺត្រឹមតែ grade C ទេនេះគឺជាការវិភាគរបស់ខ្ញុំហើយប្រសិនបើគូនេះបានជួបគ្នាមែនខ្ញុំយល់ថាពេជ្រសម្បត្តិគឺមានភាគរយឈ្នះច្រើនទៅលើកីឡាករធុនមីហុងព្រោះឯកីឡាករទាំងពីរនេះគឺល្អដៃដូចគ្នាដៃធ្ងន់ដូចគ្នាអញ្ចឹងបើសិនជាដូចដៃគឺចាញ់ពេជ្រសម្បត្តិហើយពេជ្រសម្បត្តិគឺធន់ជាងហើយមិនថាដូចដៃឬក៏ដេញវាយទេព្រោះឯកីឡាករពេជ្រសម្បត្តិគឺមានភាពធន់ជាងធុនមីហុងចំពោះគូនេះបើតាមខ្ញុំវិភាគគឺអត់គួរចាប់ឡើងទេដោយសារតែធុនមីហុងគឺនៅស្ទើរជាងពេជ្រសម្បត្តិច្រើនធ្វើតែប៉ុន្តែធុនមីហុងគឺគាត់ធ្លាប់ឈ្នះហុងសវណ្ណចាស់សុធីក៏ដូចជាខាំកូនខ្លាប៉ុន្តែគាត់ជួបមុខកម្ពុជាយើងអត់អស់ទេគឺគាត់នៅខ្វះបទពិសោធន៍ច្រើនមែនទែនសម្រាប់ពេជ្រសម្បត្តិគឺគេជួបអស់ហើយមិនថាកីឡាករកម្ពុជាមិនថាកីឡាករបរទេសគឺសូសាច់តែម្ដងអញ្ចឹងបើសិនជាការប្រកួតនេះធ្វើឡើងពិតមែនតាមការវិភាគរបស់ខ្ញុំគិតថាធុនមីហុងអាចនឹងសន្លប់ទឹកមួយដោយសារតែកងជិះម្រាមអញ្ចឹងនេះគឺជាការវិភាគរបស់ខ្ញុំសម្រាប់គូធុនមីហុងដែលត្រូវប៉ះគ្នាជាមួយនឹងពេជ្រសម្បត្តិអញ្ចឹងប្រសិនបើបងប្អូនមានខមមិនល្អៗនិងមានមតិល្អៗកុំភ្លេចខមមិននៅក្រោមវីដេអូហើយកុំភ្លេចជួយ like និង subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូវិភាគក្រោយៗទៀតសូមអរគុណនិងសូមជម្រាបលា Please subscribe my YouTube channel